ស្ដីបងបាទបងខ្ញុំឃើញមកបងបំពាក់ Ultegra DI2 បាទបាទហើយមួយថ្ងៃមុននេះមានបងគាត់អ្នកប្រើប្រាស់គ្រឿង DI2 ហ្នឹងគាត់សួរថាតើគ្រឿង DI2 របស់យើងមាន E2 Project Cycling ត្រូវបងបាទ DA2 សម្រាប់ប្រើលើទូរស័ព្ទដៃវាជា E2 Project Cycling បាទហើយគាត់សួរចង់ដឹងថាតើ E2 Project Cycling ហ្នឹងវាមានមុខងារអីខ្លះនៅក្នុងហ្នឹងដើម្បីធ្វើការជាមួយនឹងគ្រឿង DI2 ហ្នឹងបានណាអូគាត់ចង់ដឹងមែនបាទអញ្ចឹងចាំខ្ញុំប្រាប់អញ្ចឹងចាតោះអញ្ចឹងជំហានដំបូងបងជំហានដំបូងបងចុចបើក audio button មកបើកបងឃើញភ្លើងបោះខៀវនេះអានេះមានន័យថាបងចូលក្នុង Bluetooth ហើយបាទ អ Bluetooth ញ្ចឹងបងចូល app ទូរស័ព្ទបងមកបាទបងឃើញគ្រឿង load មកហើយបាទនេះអញ្ចឹងបងចុច select លើវាមកបាទអញ្ចឹងកាលណាដល់ពេលគ្រឿងគាត់ select ចូលដែលយកឡើង load ភ្លើងបាទអញ្ចឹងបងលើ turn វាមកអានេះវាកំពុងតែ connect ចូលគ្រឿងរបស់យើងបាទដោយសារយើងប្រើតាម Bluetooth Cycling អញ្ចឹងវារៀងបាទអញ្ចឹងវា load មកវាជាសួរបាទសួរយើងថាបញ្ជាក់ថាយើងមានគ្រឿងអីខ្លះបងជាប់ជាមួយដេរបស់យើងមើលគ្រឿងយើងតែ load គ្រប់អត់គ្រប់ចំនួននៅលើកង់នឹងអត់បើយើងគ្រប់ហើយយើងចុច OK មកបាទអញ្ចឹងវាចូលដល់ផ្ទាំងរបស់ YouTube ហើយអញ្ចឹងបងចូលដំបូងបងឃើញនៅក្នុង Customize អញ្ចឹងអត់មានអីបាក់ទេណាបងគាត់តែដឹងថានៅលើ YouTube Project Cycling បងចំណាំតែ3កន្លងទេ update បងចុច update ហ្នឹងបាទ update នេះយើងប្រើសម្រាប់បាទ update ហ្នឹងសម្រាប់វាមាន version ថ្មីមកបាទបើទៅវាមានមកវា load មកនេះដូចពាក្យ update available នេះបាទហ្នឹងបានន័យថាវាមានមុខងារថ្មីឬក៏វាមានអីថ្មីឲ្យយើងត្រូវ update ដែរបាទហើយបើបងចង់ update បងចុចវា update នេះទៅវាដំណើរការទៅហើយបាទហើយមួយទៀតបាទទាំងទី2 customize នេះតាក់ទងជាមួយយើងចង់កំណត់បាទចង់កំណត់នៅលើ layer អីចឹងទៅបាទបងចង់កំណត់នៅលើ layer ក្រោយបាទដៃទះបងចង់ដូរប៊ូតុងណាទៅប៊ូតុងណាអីចឹងទៅបងអាចកំណត់បានទាំងអស់និយាយទៅបាទអញ្ចឹងបងនេះបង skip តែមិញឃើញផ្ទាំង customize ហ្នឹងយើងចូលមកវាចូលក្នុងផ្លុកមកបាទសម្រាប់នៅលើ A2 Project Cycling ចូលដំបូងវាចូលនៅក្នុងផ្ទាំង customize មុនហើយបាទផ្ទាំងដែនរបស់វាA2 Project Cycling ហើយបើតាក់ទងមួយបងចង់សេរីlayer ឲ្យបងចូល maintenance មកបាទ maintenance មកបងឃើញមានសញ្ញាថ្មសញ្ញាដៃទះនេះដោយសារអត់ឃើញមានថ្ម load មកយើងអត់ទាន់ select វាចូលឥឡូវជាមួយខ្ញុំចុចទាញសញ្ញាដៃទះចូលមកបងឃើញចុចមកវាឲ្យយើងចុចនេះវាឲ្យយើងចុចលើដៃទះខាងឆ្វេងហើយដៃទះខាងស្ដាំអញ្ចឹងបើសិនយើងចុចមកវាទាញព័ត៌មានបាទវាទាញព័ត៌មាន load មកពីដៃទះហ្នឹងហើយបាទអញ្ចឹងវាមានមកស្វែងស្ដាំបងនេះ skip វាចោលទៅបងអត់ចង់ថាអូខ្ញុំចង់សេរីតែ layer ទេអញ្ចឹងមានអីបាក់វាមានសេរី layer មុខ layer ក្រោយបាទបើចង់សេរី layer ក្រោយបងចូលវាទៅបងសេរីបានអញ្ចឹងស្រុកទៅហ្នឹងមុខងារទាំងអស់ដែលមាននៅក្នុងE2 Project Cycling ហើយបងបាទអញ្ចឹងចាំមើលវីដេអូបន្ទាប់អីទៀតចង់ឲ្យបងលម្អិតលើមួយតិចណាបងបាទទៅទូប៉ុណ្ណឹងសិនចាស់បាទអញ្ចឹងអរគុណច្រើនបងអរគុណ